បាទជំរាបសួរលោកគ្រូទាំងអស់គ្នាថ្ងៃនេះយើងមកបន្តកម្មវិធីរៀន LaTeX របស់យើងទៀតអញ្ចឹងយើងចូលដល់ភាគទី4ហើយភាគទី4នេះខ្ញុំធ្វើវីដេអូខ្លីទេមិនវែងទេគឺតកតងទៅនឹងការ save បន្ទាប់ពីលោកគ្រូរៀនបង្កើតdocument ហើយយើងអាចរៀន save បន្តទៀតសម្រាប់លោកគ្រូដែលអត់ទាន់ចេះ save កម្មវិធី LaTeX នេះគឺវាអត់ save អត់ដូច Word ទេនៅពេលដែលយើងរៀន Word យើង save មកបានតែ file មួយទេនៅពេលដែលយើង save PDF វាមកតែ PDF មួយទេប៉ុន្តែនៅក្នុង LaTeX នេះគឺពេលដែលយើង save មកគឺវាចេញ file ច្រើនអញ្ចឹងដើម្បី save វាលោកគ្រូត្រូវបង្កើត folder មួយអញ្ចឹងលោកគ្រូអាចតាមដានមើលទាំងអស់គ្នាយើងចុចពាក្យ file នេះមកបាទបន្តមកយើងយក save as អញ្ចឹងលោកគ្រូអាចរើសដាក់នៅណាក៏បានដែរឥឡូវខ្ញុំដាក់នៅលើ desktop សិនចុះហើយខ្ញុំយកពាក្យ new folder នេះមួយមកអញ្ចឹងលោកគ្រូអាចបង្កើត folder មកបង្កើត folder ហើយលោកគ្រូដាក់ឈ្មោះវាមកឥឡូវខ្ញុំដាក់ part 4អញ្ចឹង part 4អញ្ចឹងទៅចុចពាក្យ open បាទបន្ទាប់មកខ្ញុំយកពាក្យ save បាទនេះអញ្ចឹងលោកគ្រូបន្ទាប់ពី save ហើយអានេះដោយសារខ្ញុំដូរទីតាំងវាអញ្ចឹងវាបាត់ហើយលោកគ្រូអាចចុច run វាទៅគឺវាចេញមកហើយបាទខ្ញុំចុចពាក្យ run មួយសិននេះលោកគ្រូអាចចុច shortcut ក៏បានដែរគឺលោកគ្រូចុច F5 បាទបន្ទាប់ពី run ចេញហើយលោកគ្រូអាចទៅបើកមើលឯកសារបានឥឡូវខ្ញុំទៅបើកមើលឯកសារបាទនេះឯកសាររបស់យើងវិញយើងដាក់ថា part 4នេះបាទអញ្ចឹងនៅក្នុងកម្មវិធី LaTeX នៅពេលដែលយើង run មកគឺវាចេញ file ច្រើនបែបហ្នឹងអញ្ចឹងបាននៅពេលដែលលោកគ្រូបង្កើតឯកសារអីមួយគឺលោកគ្រូត្រូវដាក់មក folder អញ្ចឹងបើមិនអញ្ចឹងទេគឺវាចេញច្រើនញ៉ៃបាទអញ្ចឹងនេះគឺជា file ដែលយើងបន្ទាប់ពីយើង run ចេញមកអញ្ចឹងលោកគ្រូអាចយក PDF នេះផ្ញើទៅតាម Telegram បានហើយអានេះគឺជា file ដែលយើងត្រូវកែបាទអញ្ចឹងយើងអាចបើកវាមើលបានបាទអញ្ចឹងយើងអាចបើក PDF នេះមកបាទនេះគឺជា PDF ដែលយើង run បានលោកគ្រូអាចយកទៅប្រើការបានបាទនេះគឺជាឯកសារមិញហ្នឹងបាទនេះគឺជា file LaTeX ដែលគេដាក់ថា text file នេះលោកគ្រូអាចកែបាននៅថ្ងៃក្រោយបាទអញ្ចឹងនៅក្នុងវីដេអូរបៀប save និងរបៀបបើកនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា